នេះជាកម្មវិធីផ្សាយវិទ្យុអាស៊ីសេរីនេះជាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកពីរដ្ឋធានី Washington ខ្ញុំបាទតាំងសារ៉ាដាសូមជម្រាបសួរលោកអ្នកនាងកញ្ញាទាំងអស់ជាទីមេត្រីខ្ញុំបាទសេកបណ្ឌិតក៏សូមជម្រាបសួរអស់លោកអ្នកកញ្ញាទាំងអស់ជាទីគោរពរាប់អានយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃអង្គារ3រោចខែអាសាឍឆ្នាំរកានពស័កពុទ្ធសករាជ2561ត្រូវនៅថ្ងៃទី11ខែកក្កដាគ្រិស្តសករាជ2017បាទជាដំបូងនេះសូមអញ្ជើញអស់លោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃដែលមានមេត្តាដូចតទៅសមាជិកសភាសហរដ្ឋអាមេរិកជំរុញឲ្យរដ្ឋសភាអាមេរិកស្វែងរកដំណោះស្រាយដើម្បីដោះលែងអ្នកទោសនយោបាយខ្មែរអង្គការសិទ្ធិមនុស្សអន្តរជាតិស្នើឲ្យរដ្ឋាភិបាលលុបចោលការបិទបន្ទប់ស្ថានភាពឃ្លាំមើលការបោះឆ្នោតពិធីបុណ្យខួប1ឆ្នាំរបស់លោកបណ្ឌិតកែមលីបញ្ចប់ទៅដោយសោកសង្វេគពលរដ្ឋខ្មែរបាននាំគ្នាចេញទៅពិនិត្យនិងព្យាបាលជំងឺនៅខេត្តសុរិន្ទប្រទេសថៃកាន់តែច្រើនឡើងរួមនឹងព័ត៌មានមួយចំនួនទៀតជាបន្តទៅទៀតនេះខ្ញុំបាទសេកបណ្ឌិតសូមជូនព័ត៌មានពិស្ដាសមាជិកសភាសហព័ន្ធរបស់អាមេរិកសន្យាថានឹងជំរុញឲ្យរដ្ឋសភាអាមេរិកស្វែងរកការដោះលែងអ្នកទោសនយោបាយនៅកម្ពុជាឲ្យមានសេរីភាពឡើងវិញខណៈចំនួនអ្នកទោសនយោបាយនៅកម្ពុជាមានការកើនឡើងច្រើនចាប់តាំងពីឆ្នាំ2015មកពីរដ្ឋធានី Washington លោកតាំងសារ៉ារាយការណ៍ព័ត៌មាននេះតំណាងរាស្ត្រសហរដ្ឋអាមេរិកលោក Allen Leventhal ពីខាងគណៈបកប្រជាធិបតេយ្យប្រចាំរដ្ឋ California បានសន្យាជាមួយពលរដ្ឋខ្មែរអាមេរិកាំងនៅក្នុងវេទិកាស្ដីពីទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកសម្រាប់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជាថាលោកនឹងស្នើទៅគណៈកម្មការ Tom Lantos ទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សដើម្បីឲ្យគណៈកម្មការនេះជំរុញឲ្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងភ្នំពេញដាក់សម្ពាធដល់រដ្ឋាភិបាលកម្ពុជាឲ្យដោះលែងអ្នកទោសនយោបាយនៅទីនោះឲ្យមានសេរីភាពឡើងវិញខ្ញុំនឹងចាប់ផ្ដើមធ្វើកិច្ចការជាមួយនឹងគណៈកម្មការ Tom Lantos ដើម្បីជំរុញឲ្យមានការដោះលែងអ្នកដែលជាប់ទោសដោយអយុត្តិធម៌ឬអ្នកទោសមនសិការតាមរយៈការស្នើឲ្យស្ថានទូតអាមេរិកនៅកម្ពុជាព្យាយាមរកវិធីដោះលែងពួកគេមកវិញវិធីដ៏ល្អបំផុតនោះគឺតាមរយៈគណៈកម្មការ Tom Lantos លោកបន្តថាលោកនឹងប្រាប់ដល់សហការីរបស់លោកទាំងអស់ឲ្យយកចិត្តទុកដាក់អំពីបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាដើម្បីឲ្យប្រកាសថាកម្ពុជាគ្មានការរំលោភសិទ្ធិមនុស្សខណៈការរំលោភសិទ្ធិមនុស្សនៅទីនោះកំពុងស្ថិតក្នុងចំណុចដ៏គួរឲ្យព្រួយបារម្ភយ៉ាងហោចណាស់មានអ្នកទោសមនសិការឬអ្នកទោសនយោបាយនៅកម្ពុជាចំនួនជាង20រូបកំពុងស្ថិតក្នុងការឃុំឃាំងក្នុងចំណោមអ្នកទាំងជាង20រូបនោះមានពលរដ្ឋខ្មែរអាមេរិក2រូបគឺលោកមេឃសវណ្ណារាមន្ត្រីជាន់ខ្ពស់របស់គណៈបកប្រឆាំងនិងលោកអ៊ុំសំអានតំណាងរាស្ត្ររបស់គណៈបកប្រឆាំងក្រៅពីនេះមានសកម្មជនគណៈបកប្រឆាំងជាង10រូបសកម្មជនដីធ្លីនិងលោកហុងសុខហួរសមាជិកព្រឹទ្ធសភាពីខាងគណៈបកប្រឆាំងផងដែរអាស៊ីសេរីនៅមិនទាន់អាចសុំប្រតិកម្មពីមន្ត្រីរដ្ឋាភិបាលកម្ពុជាបានទេជុំវិញការចោទប្រកាន់ថាកម្ពុជាកំពុងឃុំឃាំងអ្នកទោសនយោបាយជាច្រើននេះប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុនសែនធ្លាប់បដិសេធជាញយដងហើយថាកម្ពុជាគ្មានអ្នកទោសនយោបាយនោះទេប៉ុន្តែមានតែអ្នកនយោបាយដែលជាប់ទោសខ្ញុំប្រាប់ហើយកម្ពុជាអត់មានអ្នកទោសនយោបាយទេវើយមានតែអ្នកនយោបាយជាប់ទោសព្រមតាំងតែប៉ុណ្ណោះចំណែកមន្ត្រីផ្នែកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូលោកអំសំអាតមានប្រសាសន៍ថាកម្ពុជាជាប្រទេសមួយដែលសន្យាជាមួយសហគមន៍អន្តរជាតិជាច្រើនថាខ្លួនជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សដូច្នេះកម្ពុជាត្រូវគោរពការសន្យារបស់ខ្លួនកម្ពុជាយើងបានផ្ដល់សេវាច្រើនជាងគេទៅលើបទដ្ឋានអន្តរជាតិដូចជាកតតិកាសញ្ញាសេរីភាពសិទ្ធិពលរដ្ឋយោបាសេដ្ឋកិច្ចសង្គមបព្វធម៌នៃធម្មនុញ្ញអង្គការសហជីវជាតិនៅទីនោះទៅដូចជាបទដ្ឋានអន្តរជាតិច្រើនទៀតដែលទៅវិស័យនេះហើយមានចែងនៅក្នុងរដ្ឋធម្មនុញ្ញទៀតអង្គការការពារសិទ្ធិមនុស្សលីកាដូរកឃើញថាចាប់តាំងពីខែឧសភាឆ្នាំ2015មករដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមវាយប្រហារជាទ្រង់ទ្រាយធំទៅលើក្រុមអ្នកហ៊ានរិះគន់របស់ខ្លួនចាប់តាំងពីពេលនោះមកចំនួនអ្នកទោសនយោបាយនៅកម្ពុជាបានកើនឡើងយ៉ាងខ្លាំង
ខណៈអាជ្ញាធរបានបង្កើនការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌទៅលើពួកគេអ្នកទាំងនោះរួមមានព្រះសង្ឃសកម្មជនបរិស្ថានមន្ត្រីបកប្រឆាំងសកម្មជនដីធ្លីសមាជិករដ្ឋសភានិងសមាជិកព្រឹទ្ធសភាពីខាងបកប្រឆាំងជាដើមកាលពីខែមេសាឆ្នាំ2017អង្គការឃ្លាំមើលសេរីភាពក្នុងពិភពលោក Freedom House ដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិកបានឲ្យចំណាត់ថ្នាក់កម្ពុជាថាជាប្រទេសគ្មានសេរីភាពក្នុងចំណោមប្រទេសចំនួន40នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកអង្គការអន្តរជាតិមួយនេះរកឃើញថាពិន្ទុសេរីភាពរបស់កម្ពុជាបានធ្លាក់ចុះដូចនេះដោយសារតែកម្ពុជាបន្តការរឹតបន្តឹងសេរីភាពក្នុងការបញ្ចេញមតិនិងការគំរាមកំហែងមិនឈប់ឈរទៅលើអ្នកយកព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយក្រៅពីមានការរកឃើញថាកម្ពុជាមានការរំលោភសិទ្ធិមនុស្សតាមរយៈការរឹតបន្តឹងសេរីភាពនៃការបញ្ចេញមតិនេះកម្ពុជាក៏ទទួលរងនឹងការចោទប្រកាន់ធ្ងន់ធ្ងរដែរថាកំពុងរំលោភយ៉ាងខ្លាំងទៅលើគោលការណ៍ប្រជាធិបតេយ្យតាមរយៈការធ្វើទុកបុកម្នេញខាងសេរីភាពផ្នែកនយោបាយកាលពីថ្ងៃច័ន្ទទី10ខែកក្កដាតំណាងរាជគណៈបកប្រជាជនកម្ពុជាចំនួន65រូបបានធ្វើវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយជាលើកទី2មិនឲ្យទាន់ដិតមានសិទ្ធិពាក់ព័ន្ធនឹងកិច្ចការនយោបាយលោកសំរងស៊ីអតីតប្រធានគណៈបកសង្គ្រោះជាតិបានប្រតិកម្មភ្លាមក្រោយពីច្បាប់នោះត្រូវបានអនុម័តលោកសំរងស៊ីបានជំរុញឲ្យលោកហ៊ុនសែនកុំខ្ជះខ្ជាយពេលវេលាព្យាយាមសម្រាប់ជីវិតនយោបាយរបស់លោកតាមរយៈការធ្វើវិសោធនកម្មច្បាប់គណៈបកនយោបាយដូចនេះលោកសំរងស៊ីបានស្នើឲ្យលោកហ៊ុនសែនគួរប្រើប្រាស់ធម៌ពលរបស់លោកដើម្បីជំរុញឲ្យមានការបង្កើតច្បាប់មានប្រយោជន៍ផ្សេងៗដើម្បីតម្រង់ការដឹកនាំរបស់ប្រទេសកុំឲ្យមានការក្រឡាប់ចាក់ទៅវាប្រសើរជាងលោកបន្តថាលោកហ៊ុនសែនគួរបង្ហាញទស្សនវិស័យទំនើបក្នុងការអភិវឌ្ឍសម្រាប់កម្ពុជាជាជាងការបន្តចរិតកោងកាចដូចជាមេបញ្ជាការខ្មែរក្រហមដែលលោកធ្លាប់ដឹកនាំនោះខ្ញុំតាំងសារ៉ាដាអាស៊ីសេរីពីរដ្ឋធានី Washington បាទលោកនាងជាទីមេត្រីតំណាងរាជគណៈបកកណ្ដាលអំណាចអនុម័តខ្លឹមសារថ្មីនៃច្បាប់ស្តីពីគណៈបកនយោបាយតើបំណងពិតប្រាកដរបស់គណៈបកកណ្ដាលអំណាចក្នុងការធ្វើវិសោធនកម្មនេះយ៉ាងដូចម្តេចដែរសូមលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ពុស្ដាជុំវិញរឿងនេះនៅពេលបន្តិចទៀតបាទអង្គការសិទ្ធិមនុស្សអន្តរជាតិមួយឈ្មោះថា Human Rights Watch បានអំពាវនាវរដ្ឋាភិបាលកម្ពុជាលុបចោលបទបញ្ជាឲ្យបញ្ឈប់ក្រុមការងាររបស់សង្គមស៊ីវិលដែលឃ្លាំមើលដំណើរការបោះឆ្នោតដែលគេស្គាល់ថាជាបន្ទប់ស្ថានភាព Human Rights Watch បានហៅបទបញ្ជាឲ្យបិទបន្ទប់ស្ថានភាពនោះថាជាការគំរាមកំហែងដល់សង្គមស៊ីវិលនិងការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ក្រសួងមហាផ្ទៃបញ្ជាក់ចំហថាខ្លួននឹងមិនសាររើបទបញ្ជានេះឡើងវិញទេបាទលោកសានសែលរាយការណ៍ព័ត៌មាននេះអង្គការ Human Rights Watch ចាត់ទុកបទបញ្ជាក្រសួងមហាផ្ទៃឲ្យបញ្ឈប់សកម្មភាពរបស់បន្ទប់ស្ថានភាពថាជាចេតនារបស់រដ្ឋាភិបាលពង្រីកការរដ្ឋបិទលើការងាររបស់សង្គមស៊ីវិលដែលឃ្លាំមើលដំណើរការបោះឆ្នោតមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ2018មកដល់ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី9កក្កដាអនុប្រធានប្រចាំតំបន់អាស៊ីនៃអង្គការនេះលោក Phil Robertson ថ្លែងថារដ្ឋាភិបាលកម្ពុជាហាក់ដូចជាមានបំណងជំរុះឧបសគ្គនានាដើម្បីគ្រប់គ្រងនយោបាយនិងស្ដែងឲ្យច្បាស់ថារដ្ឋាភិបាលមិនចង់មានអ្នកឃ្លាំមើលណាមួយទេលោកក៏អំពាវនាវម្ចាស់ជំនួយកម្ពុជាស្នើរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទបញ្ជានេះនិងធានាពីការឃ្លាំមើលដោយឯករាជ្យសម្រាប់ការបោះឆ្នោតឆ្នាំក្រោយអង្គការ Human Rights Watch បញ្ជាក់ថាការហាមឃាត់ក្រុមឃ្លាំមើលការបោះឆ្នោតដែលជាកិច្ចសហការរវាងសង្គមស៊ីវិលចំនួន40រំលោភសិទ្ធិសេរីភាពបញ្ចេញមតិនិងប្រមូលផ្ដុំដែលការពារដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិក្រោយការបោះឆ្នោតឃុំសង្កាត់ឆ្នាំ2017បន្ទប់ស្ថានភាពដែលអះអាងថាជាក្រុមសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោតឯករាជ្យបានចេញផ្សាយការវិយតម្លៃកាលពីថ្ងៃទី24មិថុនាហើយបានរកឃើញថាការបោះឆ្នោតនេះមិនទាន់អាចចាត់ទុកថាសេរីនិងយុត្តិធម៌ពេញលេញនៅឡើយទេដូចជាបរិយាកាសគៀបសង្កត់មុនការបោះឆ្នោតនិងខ្វះដំណាភៀបនិងតុល្យភាពផ្នែកថវិកាសម្រាប់ឃោសនាបើទោះជាមានភាពល្អប្រសើរឡើងនៅការងាររបស់កោជប4ថ្ងៃក្រោយមកលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានស្នើឲ្យក្រសួងមហាផ្ទៃស៊ើបអង្កេតក្រុមនេះហើយបានជំរុញឲ្យមើលពីភាពស្របច្បាប់និងបានចោទក្រុមនេះថាលំអៀងទៅខាងគណៈបកប្រឆាំង7ថ្ងៃក្រោយមកទៀតក្រសួងមហាផ្ទៃបានចេញបញ្ជាបញ្ចប់សកម្មភាពបន្ទប់ស្ថានភាពពីព្រោះមិនបានចុះបញ្ជីការត្រឹមត្រូវដែលបានបំពានមាត្រា24នៃច្បាប់ស្តីពីអង្គការសមាគមដែលត្រូវបានអនុម័តកាលពីឆ្នាំ2015បើទោះបីជាមានការរិះគន់ពីអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិថារដ្ឋបិទសេរីភាពការបញ្ចេញមតិនិងការប្រមូលផ្ដុំឆ្លើយតបនឹងសំណើរបស់អង្គការ Human Rights Watch
ឲ្យរដ្ឋាភិបាលលុបចោលបទបញ្ជាបិទបន្ទប់ស្ថានភាពអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកខៀវសុភ័ក្រមានប្រសាសន៍ថាក្រសួងរក្សាជំហរដដែលហើយលោកបន្តថាការបញ្ចេញមតិរបស់ក្រមការងារនេះមិនមែនជាការរិះគន់ដើម្បីស្ថាបនាទេរៀបចំតាមផ្លូវស្រាប់ទៅចែកគ្នាឆ្មោះទៅគឺដាក់ក្នុងតុនិយាយមកកុំឲ្យមានអីទុកក្បត់ជាតិក្រោយអីនឹងនិយាយទៅប៉ុណ្ណឹងតែពេលក្បត់ជាតិដកចាក់សម្រាប់គ្នាទៅគេកុំខ្វះពិធីពុកទួលយើងដែរនេះពិតតែត្រង់មកកុំវិញក្បត់ជាតិចាក់សម្រាប់ពីក្រោយនោះបានអាមាត់ដើម្បីសេរីភាពដើម្បីសម្បត្តិដើម្បីតាមពិតគឺមិនមែនចឹងទេតាំងតកតងនឹងរឿងនេះស្ថានទូតអូស្ត្រាលីឲ្យដឹងនៅថ្ងៃទី10កក្កដាថាខ្លួនកំពុងតាមដានស្ថានភាពនយោបាយក្នុងប្រទេសកម្ពុជាដោយយកចិត្តទុកដាក់ស្ថានទូតបន្តថាដើម្បីរក្សានិងពង្រឹងទំនាក់ទំនងជាមួយកម្ពុជាស្ថានទូតតែងពិភាក្សាបញ្ហាផ្សេងៗរួមទាំងការវិវត្តនយោបាយក្នុងស្រុកជាមួយតំណាងរដ្ឋាភិបាលគណៈបកនយោបាយនិងសង្គមស៊ីវិលចំណែកស្ថានទូតសហរដ្ឋអាមេរិកឆ្លើយតបថាខ្លួនមិនមានមតិយោបល់ណាមួយចំពោះការស្នើឡើងរបស់អង្គការ Human Rights Watch នោះទេខ្ញុំសានសែលអាស៊ីសេរីភ្នំពេញបាទលោកនាងកំពុងតាមដានស្ដាប់កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីផ្សាយចេញពីរដ្ឋធានី Washington ពិធីបុណ្យខួបគម្រប់1ឆ្នាំនៃការស្លាប់លោកបណ្ឌិតកែមលីបានបិទបញ្ចប់ហើយកាលពីថ្ងៃច័ន្ទម្សិលមិញនៅឯស្រុកកំណើតក្នុងស្រុកត្រាំកក់ខេត្តតាកែវប្រជាពលរដ្ឋព្រះសង្ឃនិងអ្នកនយោបាយនៅតែមានភាពសោកសង្វេគនិងមិនទាន់រំសាយចិត្តនៅឡើយបើទោះបីជាលោកបណ្ឌិតបានស្លាប់រយៈពេល1ឆ្នាំមកហើយក្តីបាទលោកវ៉ាន់វ៉ាន់ដេតរាយការណ៍ព័ត៌មាននេះគ្មានទេស្នាមញញឹមរបស់ពលរដ្ឋនៅក្នុងពិធីបុណ្យខួប1ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិតកែមលីមនុស្សម្នាមានតែសម្រែកយំនិងទឹកភ្នែករលីងរលោងទាំងពលរដ្ឋនិងអ្នកនយោបាយប្រជាពលរដ្ឋដែលមកពីខេត្តបន្ទាយមានជ័យឈ្មោះសុកជាសម្ដែងការសោកស្ដាយជាខ្លាំងចំពោះលោកបណ្ឌិតកែមលីត្បិតលោកបណ្ឌិតកែមលីត្រូវខ្មាន់កំភ្លើងបាញ់សម្លាប់អស់1ឆ្នាំគត់ក្តីតែសម្ដីដ៏មានអត្ថន័យរបស់លោកបណ្ឌិតនៅតែដក់ជាប់ក្នុងចិត្តរបស់លោកទើបលោកសម្រេចចិត្តធ្វើដំណើរពីខេត្តឆ្ងាយជាប់ព្រំដែនថៃមកចូលរួមពិធីបុណ្យខួប1ឆ្នាំលោកបណ្ឌិតកែមលីនៅស្រុកត្រាំកក់ខេត្តតាកែវខ្ញុំគិតថាការលះបង់របស់ខ្ញុំនេះវាមានការតិចតួចជាងលោកដែលបានលះបង់នៅជីវិតលោកហើយព្រមទាំងគ្រួសារលោកដើម្បីជាតិខ្មែរដូច្នេះការលះបង់របស់ខ្ញុំនេះគឺជាកិច្ចតបស្នងដល់លោកបណ្ឌិតដែលបានលោកបានលះបង់អ្វីៗទាំងបីប្រជាពលរដ្ឋខ្មែរឬក៏ដោយលោកដែលមានប្រសាសន៍ថាចង់នៅអ្វីដែលការផ្លាស់ប្ដូរក្រុមគ្រួសារលោកបណ្ឌិតកែមលីបានធ្វើពិធីបុណ្យខួប1ឆ្នាំដើម្បីឧទ្ទិសជូនលោកបណ្ឌិតនៅទីតាំងភ្នូរលោកបណ្ឌិតដែលស្ថិតនៅស្រុកកំណើតភូមិអង្គតាកុបឃុំលាយបូស្រុកត្រាំកក់ខេត្តតាកែវរយៈពេល2ថ្ងៃគឺនៅថ្ងៃអាទិត្យទី9និងនៅថ្ងៃច័ន្ទទី10កក្កដាលោកបណ្ឌិតកែមលីអ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍសង្គមនិងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី10កក្កដាឆ្នាំ2016នៅក្នុងហាងកាហ្វេក្នុងស្តាម៉ាតកាតិចក្បែរស្តុបបូកូរាជធានីភ្នំពេញភ្លាមក្រោយឃាតកម្មជនសង្ស័យឈ្មោះអឿតអាងហៅជួបសម្លាប់ត្រូវបានចាប់ខ្លួនហើយជាង8ខែក្រោយមកជននេះត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតក្រោយពេលសារភាពថាខ្លួនជាឃាតករបាញ់សម្លាប់លោកបណ្ឌិតកែមលីរឿងជំពាក់លុយ$3,000អ្នកដែលចូលរួមពិធីបុណ្យខួប1ឆ្នាំរបស់លោកបណ្ឌិតកែមលីសុទ្ធតែមិនជឿលើចម្លើយសារភាពរបស់ឃាតករព្រះតេជគុណយ៉ាញ់បុរីនិមន្តមកពីវត្តសាមគ្គីរាំងសីក្នុងក្រុងភ្នំពេញផ្ដល់បទសម្ភាសន៍ថាព្រះអង្គមិនជឿថាមូលហេតុនៃការបាញ់សម្លាប់លោកបណ្ឌិតដោយសាររឿងជំពាក់លុយឃាតករនោះទេហើយក៏មិនជឿលើតុលាការថានឹងអាចផ្ដល់យុត្តិធម៌ជូនលោកបណ្ឌិតដែរព្រះតេជគុណយ៉ាញ់បុរីយល់ថាមានតែការផ្លាស់ប្ដូរតែប៉ុណ្ណោះទើបអាចរកយុត្តិធម៌ជូនលោកបណ្ឌិតកែមលីបានឃាតករហើយជាចាប់មិនបានទេព្រោះរបបរបស់សម្ដេចហ៊ុនសែនអយុត្តិធម៌ខ្លាំងមែនទែនព្រោះតើតែរួចផុតពីរបបហ្នឹងទៅអាចចាប់ឃាតករនឹងបានព្រោះជឿថាជួបសម្រាប់ជាឃាតករដែរទេអត់ជឿទេព្រោះមិនចាំបាច់ស្មាននិយាយទេជាពលរដ្ឋនឹងបុកចិត្តប្រសងអីហ្នឹងលោកដឹងគ្រប់តែគ្នាថាមិនមែនព្រោះចំណែកពលរដ្ឋម្នាក់ទៀតមកពីខេត្តកំពង់ចាមកញ្ញាជេនស្រីណាទាមទារយ៉ាងទទូចឲ្យរដ្ឋាភិបាលរកយុត្តិធម៌សម្រាប់លោកបណ្ឌិតបើទោះជាពិធីបុណ្យបានបិទបញ្ចប់ហើយក៏ដោយកញ្ញាជេនស្រីណាមកពីខេត្តកំពង់ចាមតែម្នាក់ឯងហើយជិះរថយន្តឈ្នួលចុះនៅភ្នំពេញម្ដងនិងឡើងរថយន្តឈ្នួលបន្តមកខេត្តតាកែវដើម្បីចូលរួមពិធីបុណ្យខួបលោកបណ្ឌិត
យុវតីរូបនេះបដិញ្ញានិយាយការពិតពីបញ្ហាសង្គមដោយយកគំរូនិងវីរភាពរបស់លោកបណ្ឌិតកែមលី អ្វីទាំងអស់នេះគឺវាមិនមែនជាអ្វីដែលប្រជាពលរដ្ឋក៏ដូចជាប្អូនផ្ទាល់ចង់បានទេអ្វីដែលចង់បានគឺចង់បាននៅយុត្តិធម៌នៅការលាតត្រដាងពីអ្វីដែលជាការពិតហើយសូមឲ្យអាជ្ញាធរបង្ហាញពីកាមេរ៉ាសុវត្ថិភាពដែលជាក់ស្ដែងនៅក្នុងស្តាម៉ាតកាតិចទុកបូកូពីព្រោះអ្វីដែលកាមេរ៉ាបានបង្ហាញហ្នឹងវាដូចជាមិនជាច្បាស់ទេបងបុរសវ័យចំណាស់ម្នាក់ទៀតគឺជាពលរដ្ឋខ្មែររស់នៅប្រទេសបារាំងលោកណៅកឹមសែបានមកកម្ពុជា2ខែហើយដើម្បីត្រៀមចូលរួមបុណ្យខួបលោកបណ្ឌិតកែមលីលោកនៅតែមានការសោកសង្វេគនិងចង់បានយុត្តិធម៌ពិតសម្រាប់លោកបណ្ឌិតកែមលី ខ្ញុំថារឿងហ្នឹងគួរតែរកឲ្យឃើញព្រោះតែមនុស្សល្អមិនគួរស្លាប់ដោយសោកស្ដាយ ប្រធានគណៈបកប្រជាធិបតេយ្យមូលដ្ឋានលោកយេងវីរៈបានដឹកនាំសមាជិកគណៈបកលោកមកចូលរួមពិធីបុណ្យនៅព្រឹកថ្ងៃទី 10 កក្កដាលោកយេងវីរៈឲ្យដឹងថាលោកបណ្ឌិតកែមលីជាបិតាស្ថាបនិកនៃគណៈបកប្រជាធិបតេយ្យមូលដ្ឋាននិងសន្យាជំរុញរកយុត្តិធម៌ជូនលោកបណ្ឌិតកែមលី គ្រប់គ្នាត្រូវយល់ដឹងថាលោកបណ្ឌិតកែមលីហ៊ានលះបង់បដូរអាយុជីវិតគឺដើម្បីយុត្តិធម៌សង្គមអញ្ចឹងយុត្តិធម៌ធំបំផុតដែលលោកបណ្ឌិតចង់បានគឺយុត្តិធម៌សង្គមសម្រាប់ប្រជាពលរដ្ឋខ្មែរសម្រាប់ប្រទេសជាតិទាំងមូលអញ្ចឹងហើយបើសិនជាយើងមានឱកាសដឹកនាំរដ្ឋាភិបាលយើងនឹងធានាថាឲ្យស្រុកខ្មែរយើងមានយុត្តិធម៌សង្គមកាលណាយើងផ្ដល់យុត្តិធម៌សង្គមដល់ប្រជាពលរដ្ឋខ្មែរបានហើយនោះហើយគឺជាការផ្ដល់យុត្តិធម៌ដល់លោកបណ្ឌិតកែមលី នៅក្នុងពិធីបុណ្យរយៈពេល2ថ្ងៃនេះក៏មានអ្នកនយោបាយមកពីគណៈបកប្រឆាំងចូលរួមដែរលោកកឹមសុខាប្រធានគណៈបកសង្គ្រោះជាតិក៏សន្យារកយុត្តិធម៌ពិតប្រាកដជូនលោកបណ្ឌិតកែមលីដែរតែនៅពេលគណៈបកសង្គ្រោះជាតិឈ្នះឆ្នោតឆ្នាំ 2018 ដោយឡែកចំពោះមន្ត្រីធំនៃគណៈបកកណ្ដាលអំណាចវិញមិនឃើញមានវត្តមានចូលរួមនៅក្នុងពិធីបុណ្យខួប1ឆ្នាំនៃការស្លាប់របស់លោកបណ្ឌិតកែមលីនោះទេ អូនប្រុសលោកបណ្ឌិតកែមលីលោកកែមរិទ្ធិសិទ្ធប្រាប់ថាដរាបណាមិនមានការផ្លាស់ប្ដូរប្រព័ន្ធយុត្តិធម៌គ្រួសារលោកនៅតែមិនអាចទទួលបានយុត្តិធម៌ក្រុមគ្រួសារលោកបណ្ឌិតកែមលីនៅតែមានសង្ឃឹមថានឹងទទួលបានយុត្តិធម៌នៅថ្ងៃណាមួយដរាបណាមានការផ្លាស់ប្ដូរប្រព័ន្ធយុត្តិធម៌នៅកម្ពុជាពិធីបុណ្យខួប1ឆ្នាំនៃការស្លាប់របស់លោកបណ្ឌិតកែមលីប្រព្រឹត្តទៅនៅម៉ោង 2 រសៀលថ្ងៃអាទិត្យទី 10 កក្កដាប៉ុន្តែមនុស្សម្នាមកចូលរួមពិធីនេះតាំងតែពីព្រលឹមថ្ងៃអាទិត្យមកម្លេះមកដល់ព្រឹកថ្ងៃច័ន្ទនេះពិធីបុណ្យតាមបែបសាសនាមានការនិមន្តព្រះសង្ឃឆាន់ចង្ហាន់គោចរបិណ្ឌបាតនិងការអុជធូបដាក់កម្រងផ្ការំលែកទុក្ខជាដើមអ្នកចូលរួមពិធីបុណ្យទាំង2ថ្ងៃនេះមានប្រហែល 3000 នាក់ពួកគេសុទ្ធតែបានបង្ហាញពីក្តីអាឡោះអាល័យដល់លោកបណ្ឌិតកែមលីអ្នករូតវាំងននសង្គមខ្ញុំវ៉ាន់វ៉ាន់ដេតអាស៊ីសេរីខេត្តតាកែវ បាទចំណែកនៅភ្នំពេញនេះវិញអ្នកស្រឡាញ់ចូលចិត្តលោកបណ្ឌិតកែមលីក៏បាននាំគ្នារៀបចំពិធីរំលឹកខួបគម្រប់1ឆ្នាំនៃមរណភាពរបស់លោកបណ្ឌិតកាលពីថ្ងៃទី 10 ខែកក្កដាការរៀបចំពិធីរំលឹកខួបនេះគឺដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធរបស់លោកបណ្ឌិតដែលបានស្លាប់ដោយសារការបាញ់ប្រហារនៅហាងសាងកាល់តិចជិតស្តុបបូកូកាលពីថ្ងៃទី 10 ខែកក្កដាឆ្នាំ 2016 នៅក្នុងខួបគម្រប់1ឆ្នាំនេះមិនមានភាពកកិតកក្រែងដូចឆ្នាំមុននោះទេបាទសូមស្ដាប់សេចក្តីរាយការណ៍របស់លោកលេងម៉ាលីជុំវិញបញ្ហានេះពិធីរំលឹកខួបគម្រប់1ឆ្នាំនៃមរណភាពរបស់អ្នកវិភាគបញ្ហាសង្គមគឺបណ្ឌិតកែមលីដែលត្រូវឃាតករបាញ់សម្លាប់នៅថ្ងៃទី 10 ខែកក្កដាត្រូវបានក្រុមយុវជនអង្គការសង្គមស៊ីវិលនិងព្រះសង្ឃប្រារព្ធធ្វើជាទ្រង់ទ្រាយតូចៗពីកន្លែងនៅរាជធានីភ្នំពេញគឺនៅហាងសាងកាល់តិចបូកូនិងនៅវត្តចាស់សាតាអវេរិយសុភ័យហោនទុសាពេជ្រក្រុមយុវជនមួយក្រុមតំណាងសហជីពនិងអង្គការសង្គមស៊ីវិលជាង30នាក់និងព្រះសង្ឃ2អង្គនាំគ្នាតាំងរូបថតបណ្ឌិតកែមលីនិងដាក់កម្រងផ្កានៅហាងសាំងកាល់តិចស្តុបបូកូធ្វើពិធីបង្សុកូលមួយរយៈខ្លីក្រោមការឃ្លាំមើលពីអាជ្ញាធររាជធានីភ្នំពេញអគ្គលេខាធិការនៃសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោកថេងសាវឿនថ្លែងតាក់ទងនឹងឃាតកម្មបណ្ឌិតកែមលីនៅឯពិធីនេះថាអ្នកធ្វើការផ្នែកសង្គមនៅកម្ពុជាតែងតែប្រឈមការជាប់ពន្ធនាគារការបាញ់ប្រហារបែបនេះដែលធ្វើឲ្យយុវជនភ័យខ្លាចប៉ុន្តែលោកនៅតែទទូចឲ្យយុវជនហ៊ាននិយាយពីបញ្ហាសង្គមដដែល
សន្ទឹមនឹងការភ័យខ្លាចនេះផងដែរយើងលើកទឹកចិត្តឲ្យយុវជននិងពលរដ្ឋកម្ពុជាជានិយាយការពិតជានិយាយការពិតដូចទៅអ្វីដែលលោកបានកាន់បានបន្សល់ទុកនៅបណ្ដាំថាអ្វីដែលគាត់និយាយគឺសម្រាប់ការពិតដើម្បីញ៉ាំដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងដល់ពេលដែលប្រជាពលរដ្ឋបានយល់ដឹងប្រព័ន្ធនៃការគោរពច្បាប់ប្រព័ន្ធនៃការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យកម្ពុជានឹងមានភាពល្អប្រសើរស្របពេលដែលពលរដ្ឋខ្មែររំលឹកខួបលើកទី1នៃការស្លាប់របស់បណ្ឌិតកែមលីស្ថានទូតអាមេរិកនៅប្រទេសកម្ពុជាក៏បញ្ចេញសារចូលរួមរំលឹកអំពីការងារនិងជីវិតរបស់លោកបណ្ឌិតដែរសារស្ថានទូតសហរដ្ឋអាមេរិកបន្តថាយើងសូមសម្ដែងសមានទុក្ខសារជាថ្មីចំពោះគ្រួសាររបស់លោកកែមលីដែលកំពុងរងចាំហើយសង្ឃឹមថាអ្នកប្រព្រឹត្តនឹងត្រូវបានចាក់មកឲ្យទទួលខុសត្រូវពេញលេញចំពោះអំពើលីលានិងដ៏កំសាកនេះសកម្មជនសង្ឃផ្នែកសិទ្ធិមនុស្សព្រះភិក្ខុលួនសុវត្ថិមានថេរដីការរំលឹកថាអ្វីដែលបណ្ឌិតកែមលីនិយាយពីបញ្ហាសង្គមលោកតែងមានភស្តុតាងនិងព័ត៌មានច្បាស់លាស់គាត់ថាប្រៃឈើមានការរករៀនទន្ទ្រានកាន់កាប់ឬក៏ការកាប់បំផ្លាញអញ្ចឹងអ្វីដែលគាត់វិភាគយើងមើលឃើញគឺយើងទាំងអស់គ្នាស្ដាប់គាត់និយាយហើយយើងមើលទៅព្រៃគឺវាបាត់ព្រៃមែនគឺគាត់មិនបាននិយាយភូតកុហកញុះញង់បោកប្រាស់អីទេអញ្ចឹងគោលការណ៍សំខាន់ដែលគាត់មានទាំងកាយទាំងវិជ្ជាទាំងចិត្តគឺសច្ចធម៌ជាធំគុណធម៌ជាធំសិលធម៌ជាធំនិងយុត្តិធម៌ជាធំតាមបែបសង្គមប្រជាធិបតេយ្យដោយឡែកនៅឯវត្តពោធិយារាមហៅវត្តចាស់វិញស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមព្រះតេជគុណបុត្របន្ទិញរួមនឹងព្រះសង្ឃ11អង្គផ្សេងទៀតក៏បានរៀបចំពិធីសូត្រធម៌បង្សុកូលដល់បណ្ឌិតកែមលីដែរព្រះអង្គមានថេរដីកាថាការធ្វើពិធីតូចនេះគឺគ្រាន់តែជាការធ្វើមិនឲ្យដាច់ពីទីកន្លែងដែលធ្លាប់ធ្វើបុណ្យនៅពេលដែលបណ្ឌិតកែមលីស្លាប់នឹងបុណ្យ100ថ្ងៃហើយពិធីតូចនេះក៏ចង់ឲ្យអ្នកចូលរួមមូលគ្នាច្រើននៅឯពិធីបុណ្យនៅខេត្តតាកែវដែរដូច្នេះបានជំនួយទីនេះបើសិនជាស្មារតីប្រកាសរងញាតិញោមវាបែកកម្លាំងទៅចូលរួមជួយនៅខេត្តតាកែវហើយក៏សាធារណជនមើលមកថាយ៉ាមិនពីយើងមិនសាមគ្គីគ្នាព្រះអង្គមានថេរដីកាបញ្ជាក់ថាព្រះអង្គគ្រោងធ្វើពិធីបុណ្យធំនៅឆ្នាំ2018គម្រប់ខួប2ឆ្នាំក្រៅពីព្រះសង្ឃ12អង្គមានពុទ្ធបរិស័ទ5រូបចូលរួមពិធីនេះដែរពលរដ្ឋនៅភ្នំពេញម្នាក់ក្នុងចំណោម5នាក់ដែលចូលរួមពិធីបង្សុកូលនៅវត្តចាស់នៅព្រឹកថ្ងៃទី10កក្កដាគឺអ្នកស្រីសុកលៀងថ្លែងថាលោកស្រីស្រណោះណាស់ដែលថ្ងៃខួបរបស់បណ្ឌិតកែមលីឆ្នាំដំបូងនេះមានសភាពស្ងាត់លោកស្រីចង់ឲ្យមានពិធីបុណ្យធំដោយកាលពីឆ្នាំ2016ខ្ញុំសូមស្នើដល់អាជ្ញាធររាជធានីក៏សូមបើកចិត្តឲ្យទលាយដើម្បីឲ្យប្រជាពលរដ្ឋបានធ្វើបុណ្យរំលឹកខួបលោកបណ្ឌិតកែមលីព្រោះអីលោកបណ្ឌិតគាត់អត់មានសត្រូវជាមួយនឹងរដ្ឋាភិបាលឬក៏សត្រូវជាមួយបងប្អូនទាំងអស់ទេគាត់គ្រាន់តែនិយាយការពិតអ្វីដែលគាត់បានឃើញនៅក្នុងសង្គមអញ្ចឹងគាត់ហ៊ាននិយាយការពិតអ្វីទាំងអស់គឺមិនមែនឆ្លុះបញ្ចាំងថាគាត់នឹងប្រឆាំងនឹងរដ្ឋាភិបាលឬក៏គាត់មិនពេញចិត្តនឹងរដ្ឋាភិបាលទេគឺគាត់ចង់ឲ្យក្នុងសង្គមនិងក្នុងប្រទេសខ្មែរយើងមានការដឹកនាំឲ្យល្អហើយនឹងរីកចម្រើនតែប៉ុណ្ណោះអាជ្ញាធររាជធានីភ្នំពេញកាលពីថ្ងៃទី9កក្កដាបានរារាំងក្រុមសហជីពនិងយុវជនមិនអនុញ្ញាតឲ្យពួកគេយករូបថតលោកបណ្ឌិតកែមលីនិងដាក់កម្រងផ្កាដើម្បីដាក់តាំងគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតនៅឯស្តាម៉ាតកាល់តិចស្តុបបូកូជាទីដែលឃាតករបាញ់សម្លាប់លោកបណ្ឌិតកាលពីថ្ងៃទី10ខែកក្កដាឆ្នាំ2016នោះឡើយទោះជាយ៉ាងនេះក្តីការប្រារព្ធពិធីបង្សុកូលនៅព្រឹកថ្ងៃទី10កក្កដានៅកន្លែងដដែលនេះបានប្រព្រឹត្តទៅរហូតដល់ចប់ដោយមិនមានការរារាំងពីអាជ្ញាធរដែនដីទេខ្ញុំបាទលេងម៉ាលីអាស៊ីសេរីពីរាជធានីភ្នំពេញអាស៊ីសេរីបាទលោកនាយកជាទីមេត្រីពាក់ព័ន្ធនឹងវិស័យសុខាភិបាលវិញសពថ្ងៃនេះមន្ត្រីសំខាន់របស់រដ្ឋាភិបាលខ្មែរខ្លះតែងតែចេញទៅពិនិត្យព្យាបាលជំងឺនៅបរទេសដូចជាប្រទេសសិង្ហបុរីឬក៏ប្រទេសបារាំងជាដើមចំណែកពលរដ្ឋខ្មែរវិញកាលពី6ទៅ7ឆ្នាំមុនបាននាំគ្នាទៅពិនិត្យនិងព្យាបាលជំងឺនៅឯប្រទេសវៀតណាមក៏ប៉ុន្តែបច្ចុប្បន្នបានងាកមករកសេវាពិនិត្យព្យាបាលជំងឺនៅឯប្រទេសថៃវិញតើមូលហេតុអ្វីបានជាប្រទេសខ្មែរមានគ្រូពេទ្យនិងមន្ទីរពេទ្យដែរតែបែរជាពលរដ្ឋខ្លួនឯងសុខចិត្តចំណាយធនធានទៅព្យាបាលនៅឯប្រទេសជិតខាងវិញនោះបាទសូមស្ដាប់សេចក្តីរាយការណ៍របស់លោកហងសាវយុទ្ធជុំវិញរឿងនេះមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ខេត្តរតនមានជ័យឲ្យដឹងថាបច្ចុប្បន្ននេះពលរដ្ឋខ្មែរកាន់តែច្រើនឡើងបាននាំគ្នាឆ្លងដែនទៅពិនិត្យសុខភាពនិងព្យាបាលជំងឺនៅឯខេត្តសុរិន្ទរបស់ប្រទេសថៃ
គេប៉ាន់ប្រមាណថាក្នុងមួយថ្ងៃយ៉ាងហោចណាស់ក៏មានពលរដ្ឋចំនួនពី100ទៅ150នាក់ទាំងរស់នៅខេត្តឧត្តរមានជ័យនិងមកពីខេត្តផ្សេងបានឆ្លងដែនទៅពិនិត្យនិងព្យាបាលជំងឺនៅឯខេត្តសុរិន្ទស្ត្រីម្នាក់ក្នុងចំណោមពលរដ្ឋខ្មែរជាច្រើនទៀតដែលមកពីខេត្តកំពង់ធំហើយឆ្លងដែនទៅព្យាបាលជំងឺនៅខេត្តសុរិន្ទគឺអ្នកស្រីឌីសុផលអ្នកស្រីមានប្រសាសន៍ថាគាត់មានជំងឺអាស៊ីតក្នុងក្រពះឬរលាកក្រពះរយៈពេល4ឆ្នាំមកហើយប៉ុន្តែនៅស្រុកខ្មែរគាត់មិនបានព្យាបាលទេគឺគ្រាន់តែទិញថ្នាំមកលេបបន្តិចបន្តួចប៉ុណ្ណោះអ្នកស្រីសុផលបញ្ជាក់ថាការដែលអ្នកស្រីទៅព្យាបាលជំងឺនៅប្រទេសថៃពីព្រោះតែអ្នកស្រីមានទំនុកចិត្តទៅលើសមត្ថភាពគ្រូពេទ្យរបស់គេដូចថាយើងព្យាបាលយើងទៅគេឲ្យកណ្ដាស់មួយស្លឹកពីការថែទាំក្នុងរយៈពេលដែលយើងព្យាបាលខ្ញុំអាស៊ីតក្នុងកាពះឡើងខ្ញុំប្រាប់គេថាកាត់តាំងពី2013តែអញ្ចឹងថាយើងព្យាបាលក្នុងរយៈពេល4ខែឥឡូវគេឲ្យថ្នាំចំនួន3ខែគឺខ្ញុំបានជាងធូរខ្ញុំជិះតែក្តៅកដូចលាកអញ្ចឹងតែឥឡូវធូរហើយឥឡូវមកតែមួយខែទៀតចប់ហើយបុរសម្នាក់ទៀតមកពីខេត្តកំពង់ធំដែរលោកព្រំផានីមានប្រសាសន៍ថាលោកធ្លាប់ទៅព្យាបាលជំងឺនៅខេត្តសុរិន្ទប្រទេសថៃចំនួន2ដងហើយការដែលលោកចូលចិត្តទៅព្យាបាលជំងឺនៅប្រទេសថៃពីព្រោះតែវាហាក់ដូចជាគ្រូពេទ្យបរទេសមើលថែជំងឺសមប្រកបនិងមានវិជ្ជាជីវៈជាងពេទ្យស្រុកខ្មែរគេថាទៅមើលសមជាងនេះថាសពជាងអានេះតាមជំនឿចេះតែពេទ្យនេះក៏យ៉ាងទៀតបានទៅលេងថៃផងប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអូស្ម៉ៃលោកកឹមកនឲ្យដឹងថាក្នុងមួយថ្ងៃយ៉ាងហោចណាស់ក៏មានពលរដ្ឋខ្មែរចំនួនពី100ទៅ150នាក់ដែលនាំគ្នាឆ្លងដែនទៅពិនិត្យនិងព្យាបាលជំងឺនៅខេត្តសុរិន្ទប្រទេសថៃថ្មីត្បិតតែគ្មានតួលេខនៅក្នុងដៃប៉ុន្តែប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអះអាងថាចំនួនពលរដ្ឋខ្មែរដែលចេញទៅពិនិត្យនិងព្យាបាលជំងឺនៅប្រទេសថៃគឺមានការកើនឡើងខ្ញុំគិតថាឆ្នាំនេះអាចច្រើនជាងឆ្នាំមុនដូចថាគាត់ទៅព្យាបាលទៅកាក់កបអីចឹងទៅតម្លៃគេសមរម្យអីចឹងទៅហើយក៏គាត់ចង់ដើរលេងនៅស្រុកគេផងអញ្ចឹងទៅគាត់អញ្ជើញទៅមានការកើនឡើងបើតាមខ្ញុំសន្និដ្ឋានបាទពេលបច្ចុប្បន្នគុំថាឡើយតែពលរដ្ឋសូម្បីតែមន្ត្រីរដ្ឋាភិបាលសំខាន់ខ្លះដូចជាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏ចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសដូចជាទៅសិង្ហបុរីនិងប្រទេសបារាំងជាដើមមូលហេតុដែលពលរដ្ឋខ្មែរនាំគ្នាចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសនេះអាចបណ្ដាលមកពីមូលហេតុគ្មានការជឿទុកចិត្តទៅលើសមត្ថភាពគ្រូពេទ្យខ្មែរទោះជាយ៉ាងណាអាស៊ីសេរីមិនអាចតាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាលដើម្បីសុំការពន្យល់ជុំវិញរឿងពលរដ្ឋខ្មែរចេញទៅព្យាបាលនៅក្រៅប្រទេសនេះបានថាយ៉ាងណានៅឡើយនៅថ្ងៃទី10ខែកក្កដាកាលពី6-7ឆ្នាំមុនពលរដ្ឋខ្មែរជាច្រើនធ្លាប់នាំគ្នាបាក់ទៅព្យាបាលជំងឺនៅឯប្រទេសវៀតណាមប៉ុន្តែរយៈពេលជាង2ឆ្នាំចុងក្រោយនេះពលរដ្ឋខ្មែរភាគច្រើនបាននាំគ្នាងាកមករកការព្យាបាលជំងឺពីគ្រូពេទ្យថៃវិញខ្ញុំហងសាវយុទ្ធអាស៊ីសេរីរាយការណ៍ពីខេត្តសៀមរាបតំណាងអัยការអមសាលាដំបងរាជធានីភ្នំពេញកាលពីថ្ងៃទី10កក្កដាបានកោះហៅប្តីរបស់សាកសពកម្មការនីដែលស្លាប់ទាំងម្ដាយនិងកូននៅក្នុងផ្ទៃនៅលើគ្រែសម្រាប់កូននៅមន្ទីរពេទ្យនៃមណ្ឌលជាតិគាំពៀមាតានិងទារកឬហៅថាពេទ្យជប៉ុនដើម្បីទៅបំភ្លឺលើពាក្យបណ្ដឹងដែលបានប្តឹងថ្នាក់ដឹកនាំនៃមន្ទីរពេទ្យជប៉ុនថាធ្វើប្រហែសបណ្ដាលឲ្យប្រពន្ធនិងកូនលោកស្លាប់កាលពីព្រលប់ថ្ងៃទី28ខែឧសភាកម្មការនីឈ្មោះឈៀសារិនបានស្លាប់នៅលើគ្រែសម្រាប់កូនខណៈកំពុងសម្រាប់កូនស្វាមីរបស់កម្មការនីឈ្មោះឈៀសារិនគឺលោកជូភីរ៉ាចោទថាការស្លាប់របស់ប្រពន្ធនិងកូនបណ្ដាលមកពីក្រុមគ្រូពេទ្យមិនយកចិត្តទុកដាក់និងរើសអើងប្រពន្ធលោកជាកម្មការនីរោងចក្រមានបានសមាជិកបេឡារបបសន្តិសុខសង្គមឬហៅថាបសសលោកជូភីរ៉ាអះអាងថាលោកគឺជាអ្នកឃើញផ្ទាល់ភ្នែកថាមានស្ត្រីម្នាក់លោកដៃបង្កើតកូនឲ្យប្រពន្ធរបស់លោកក្រោយដកដៃមកវិញប្រពន្ធរបស់លោកធ្លាក់ឈាមបណ្ដាលហើយស្រែកប្រាប់លោកជាប្តីបណ្ដាលថាវយមុខខ្លាំងណាស់ពេលនោះទឹកមុខប្រពន្ធប្រែជាស្លេកនិងបានដកចង្កាមន់ប្រកាច់ស្លាប់ភ្លាមមិនដល់5នាទីផងក្រោយមកមន្ទីរពេទ្យនៃមជ្ឈមណ្ឌលជាតិគាំពៀមាតានិងទារកឬហៅថាពេទ្យជប៉ុនបានចេញសេចក្តីបំភ្លឺជូនគ្រួសារសពនិងសាធារណជនថាករណីស្លាប់កម្មការនីឈៀសរិនពេលសម្រាប់កូនកាលពីថ្ងៃទី28ឧសភាគឺជាឧបទ្ទវហេតុគណៈក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរពេទ្យខំប្រឹងប្រែងជួយអស់ពីលទ្ធភាពក៏ប៉ុន្តែស្វាមីសពកម្មការនីមិនទទួលយកការបកស្រាយនោះហើយចង់បានការបកស្រាយដោយផ្ទាល់ជាងគ្រាន់តែបំភ្លឺតាមក្រដាសឬបណ្ដាញសង្គម Facebook ស្វាមីនៃសពចាត់ទុកការបំភ្លឺរបស់មន្ទីរពេទ្យជប៉ុនថាគ្រាន់តែជាលេសដោះសារយករួចខ្លួនតែប៉ុណ្ណោះ
សហចៅក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាឬហៅថាសាលាក្តីខ្មែរក្រហមបានចេញសេចក្តីសម្អាងហេតុអំពីការលើកលែងការចោទប្រកាន់ក្នុងសំណុំរឿង004វគ្គ1សំណុំរឿង004វគ្គ1នេះបានផ្ដោតសំខាន់លើជនត្រូវចោទឈ្មោះអឹមចែមឬហៅថាយាយចែមពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ក្នុងរបបកម្ពុជាប្រជាធិបតេយ្យសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី10ខែកក្កដាបានបង្ហាញនៅសេចក្តីសម្អាងហេតុសម្រាប់ដីកាដោះស្រាយដែលបានចេញកាលពីថ្ងៃទី22ខែកុម្ភៈឆ្នាំ2017អំពីការលើកលែងការចោទប្រកាន់អឹមចែមដោយសារតែមិនមានយុត្តាធិការបុគ្គលគ្រប់គ្រាន់ត្រង់ចំណុចនេះមានន័យថាលោកស្រីអឹមចែមមិនមែនជាមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យឬក៏ជាជនម្នាក់ក្នុងចំណោមមន្ត្រីដែលទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលប្រព្រឹត្តឡើងក្នុងរបបនោះទេសេចក្តីប្រកាសព័ត៌មានដដែលឲ្យដឹងទៀតថាដោយសារតែមិនមានយុត្តាធិការបុគ្គលគ្រប់គ្រាន់នេះលោកស្រីនៅតែបន្តមានសិទ្ធិទទួលបានការសន្មតថាគ្មានទោសនិងមានសិទ្ធិឯកជនរបស់គាត់ទោះយ៉ាងណានៅក្នុងសេចក្តីប្រកាសរបស់សហចៅក្រមស៊ើបអង្កេតបញ្ជាក់ថាការលើកលែងការចោទប្រកាន់ដោយមូលហេតុមិនមានយុត្តាធិការបុគ្គលគ្រប់គ្រាន់នេះគឺមិនមែនមានន័យថាជនត្រូវចោទពុំបានប្រព្រឹត្តឧក្រិដ្ឋកម្មណាមួយក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះឡើយសេចក្តីថ្លែងការណ៍ការិយាល័យសហព្រះរាជអាជ្ញាកាលពីថ្ងៃទី6ខែធ្នូបង្ហាញថាសហព្រះរាជអាជ្ញាជាតិនិងអន្តរជាតិបានមានយោបល់ខ្វែងគ្នាលើករណីយាយចែមនេះយោបល់សហព្រះរាជអាជ្ញាជាតិយល់ថាអឹមចែមមិនមែនជាមេដឹកនាំជាន់ខ្ពស់និងមិនមែនជាអ្នកទទួលខុសត្រូវលើឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលស្ថិតនៅក្នុងយុត្តាធិការត្រូវកាត់ទោសនៅសាលាក្តីខ្មែរក្រហមនោះទេចំណែកសហព្រះរាជអាជ្ញាអន្តរជាតិយល់ថាទោះជាគ្មានភស្តុតាងណាបញ្ជាក់ថាអឹមចែមមិនមែនជាមេដឹកនាំជាន់ខ្ពស់ក៏ដោយតែគាត់មានតួនាទីនៅភូមិភាគនិរតីនិងមានតួនាទីជាគណៈស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យសហព្រះរាជអាជ្ញាអន្តរជាតិធ្លាប់សន្និដ្ឋានថាអឹមចែមជាអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលសាលាក្តីខ្មែរក្រហមចោទប្រកាន់នោះអឹមចែមត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យដោយកម្បាំងមុខកាលពីថ្ងៃទី3ខែមិនិនាឆ្នាំ2015និងស៊ើបសួរដោយតុលាការខ្មែរក្រហមតាំងពីខែកញ្ញាឆ្នាំ2009បាននៅខេត្តបន្ទាយមានជ័យនៅវិញក្រុមអាជីវករលក់ដូរប្រមាណ100នាក់នៅក្នុងក្រុងប៉ោយប៉ែតកាលពីព្រឹកថ្ងៃទី10កក្កដាបាននាំគ្នាតវ៉ាឲ្យអាជ្ញាធរដោះស្រាយបញ្ហាតូបលក់ដូរនៅខាងមុខផ្សាររាថ្មីក្នុងក្រុងប៉ោយប៉ែតករណីថៅកែផ្សារនេះដំឡើងថ្លៃតូបជាងពេលមុនធ្វើឲ្យលក់ដូរមិនបានប្រាក់ចំណេញតែទៅនឹងបញ្ហានេះថៅកែផ្សាររាថ្មីអះអាងថាខ្លួនមិនបានដំឡើងថ្លៃតូបទេតែដោយសារតែក្រុមអ្នកតវ៉ានោះចង់រុះរើតូបដោយពុំបានបង់ថ្លៃគ្រប់ចំនួនបាទសូមស្ដាប់សេចក្តីរាយការណ៍របស់លោកហ៊ុំចម្រើនជុំវិញព័ត៌មាននេះក្រុមអាជីវករផ្សាររាថ្មីក្រុងប៉ោយប៉ែតលើកឡើងថាថៅកែផ្សារមួយនេះដំឡើងថ្លៃជួលតូបលក់ដូរតាមអំពើចិត្តដើម្បីបានប្រាក់ចំណេញផ្ទាល់ខ្លួនដោយមិនគិតពីអ្នកលក់ដូរនោះទេតំណាងក្រុមអ្នកតវ៉ាលោកម៉ែនសរឿនឲ្យដឹងនៅថ្ងៃទី10កក្កដាថាមូលហេតុដែលពួកគាត់តវ៉ាដោយសារថៅកែផ្សារដំឡើងថ្លៃជួលតូបមួយពីតម្លៃជាង$500អាមេរិកទៅ$1,200អាមេរិកនិងបង់10,000រៀលក្នុងមួយខែរយៈពេល5ឆ្នាំលោកអះអាងថាតម្លៃតូបថ្មីនេះលក់មិនបានប្រាក់ចំណេញឡើយព្រោះមិនសូវមានអតិថិជនចូលទិញគាត់ធ្វើចឹងវាអត់ត្រឹមត្រូវយ៉ាងម៉េចទៅវាតូបហ្នឹងដីតូបយើងថាឥឡូវយើងជួលតែតូបគាត់ទេ20000បានចឹងហីបងហើយទ្វាទីក៏ធ្វើទាំងអស់តែដល់ពេលផុតអាណត្តិ5ឆ្នាំហ្នឹងយើងមានសិទ្ធិរុះរើទ្វាហ្នឹងតែគាត់មិនអនុញ្ញាតឲ្យយើងរុះរើទេនេះជាបញ្ហាមួយបងឥឡូវដូចថាយើងលក់ទៅដោយបានលុយឲ្យតែគាត់បងគេមកខ្លួនយើងចិនគាត់ចំណេញតែឡើងតូបឡើងថ្លៃហើយយើងលក់ទៅបានទៀតខណៈយើងលក់ឡើងថ្លៃតាមឲ្យបានហ្នឹងគឺណាគេទិញយើងហ្មងបើយើងលក់ថ្លៃយើងឆ្លើយតបនឹងបញ្ហានេះថៅកែផ្សាររាថ្មីលោកទឹកលេខមានប្រសាសន៍ថាករណីនេះដោយសារក្រុមអ្នកតវ៉ាពុំបានបង់ថ្លៃតូបលក់ដូរពីអាណត្តិមុនឲ្យបានគ្រប់ចំនួនលោកបន្ថែមថាលោកពុំបានដំឡើងថ្លៃតូបលក់ដូររបស់ក្រុមអាជីវករនោះទេតូបដែលខ្ញុំបានជួលក្នុងអាណត្តិ5ឆ្នាំនោះតម្លៃ$2,500តែបងប្អូនមួយចំនួនដែលបានមានលទ្ធភាពបង់$2,500ហើយគឺខ្ញុំមិនបានយកឈ្នួល10,000ទៅមួយខែ10,000រៀលឬក៏ថ្លៃទ្វារអួរនោះទេតែចំពោះបងប្អូនដែលអត់មានលទ្ធភាពបង់គ្រប់ខ្ញុំឲ្យគាត់បង់រំលោះហ្នឹងគឺដោយឲ្យយកទ្វារពីខ្ញុំឬក៏មានការរោការអីហ្នឹងខ្ញុំបានកាត់ប្រាក់ពីគាត់អាស៊ីសេរីពុំអាចតាក់ទងអភិបាលក្រុងប៉ោយប៉ែតលោកងៅមីងជ្រូនដើម្បីសូមអធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី10កក្កដាដោយលោកពុំទទួលទូរស័ព្ទ
ប៉ុន្តែក្រុមអាជីវករអះអាងថាអាជ្ញាធរក្រុងបានហៅពួកគាត់ឲ្យទៅជួបនៅសាលាក្រុងដោយប្រាប់ថាអាជ្ញាធរនឹងចុះទៅត្រួតពិនិត្យផ្ទាល់ដើម្បីដោះស្រាយនៅចុងសប្តាហ៍នេះមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត់ហុកខេត្តបន្ទាយមានជ័យលោកស៊ុំចង្គាស្នើឲ្យអាជ្ញាធរក្រុងត្រូវស៊ើបអង្កេតដោះស្រាយបញ្ហានេះដោយអព្យាក្រឹតនិងមិនលំអៀងទៅខាងភាគីណាមួយនោះឡើយទីមួយគឺគាត់ត្រូវពិនិត្យមើលទៅលើការថាតើការមានការបង់តូបបងអីមែនអត់ទី2បើជាបរិវត្តរស់នៅមានការធ្វើការតំណែងតំណងពាណិជ្ជកម្មរស់រានមានជីវិតនឹងគួរតែជួយសម្រួលពួកគាត់នឹងឲ្យបានលក់ឲ្យបានដូរនឹងកុំអាងទៅទី1ឯម្ចាស់ដីទី2ខ្លួនឯងចង់ធ្វើអីក៏បានទៅតាមអំពើចិត្តគេវាអត់ត្រូវព្រោះថាគេជួលទៅតាមតម្លៃអញ្ចឹងការបាត់បង់នៅផលប្រយោជន៍ណាមួយអ្នកដែលត្រូវឲ្យគេជួលនឹងត្រូវទទួលខុសត្រូវដែរសារាថ្មីមានទីតាំងជាប់ផ្លូវរទេះភ្លើងនៅសង្កាត់ប៉ោយប៉ែតនិងមានតូបលក់អីវ៉ាន់ចម្រុះសរុបជាង300តូបក្រុមអាជីវករសង្កត់ធ្ងន់ថាប្រសិនបើអាជ្ញាធរមិនអាចដោះស្រាយតម្លៃតូបឲ្យនៅដូចតម្លៃចាស់ដដែលទេពួកគាត់នឹងតវ៉ាសារជាថ្មីទៀតក្នុងពេលឆាប់ៗខ្ញុំបាទហ៊ុំចម្រើនអាស៊ីសេរីពីខេត្តបាត់ដំបងរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាលោកហងជួនអរុនរំលឹកពីគោលការណ៍ប្រឡងឡើងវិញមុនការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបនឹងឈានចូលមកដល់នៅថ្ងៃទី21ខែសីហាឆ្នាំ2017រដ្ឋមន្ត្រីក្រសួងអប់រំលោកហងជួនអរុនថ្លែងដូចនេះកាលពីថ្ងៃទី10ខែកក្កដាដោយអំពាវនាវឲ្យសិស្សានុសិស្សទាំងអស់ជៀសវាងលាក់ទុកជាប់ខ្លួននៅឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទវិញ្ញាសាក្នុងមណ្ឌលឬក៏បន្ទប់ប្រឡងជាដាច់ខាតគោលការណ៍សំខាន់ដែលត្រូវពង្រឹងរួមមានការពារមិនឲ្យបែកធ្លាយវិញ្ញាសាការមិនអនុញ្ញាតឲ្យយកសំណៅឯកសារឧបករណ៍អេឡិចត្រូនិកចូលទៅក្នុងបន្ទប់ប្រឡងឬប្រឡងជំនួសជាដើមលោកហងជួនរដ្ឋអះអាងថាអ្នកយកសំណៅឯកសារនិងឧបករណ៍អេឡិចត្រូនិកចូលទៅក្នុងបន្ទប់ប្រឡងឬក៏ឲ្យគេប្រឡងជំនួសនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិចំពោះអ្នកប្រឡងជំនួសវិញនឹងត្រូវទទួលទោសតាមផ្លូវច្បាប់ជាធរមានការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុបនៅឆ្នាំ2017នេះមានបេក្ខជនប្រឡងទូទាំងប្រទេសជាង 10,000 នាក់និងមានមណ្ឌលប្រឡងជិត200រដ្ឋមន្ត្រីរូបនេះបានពង្រឹងនិងកែតម្រង់វិស័យអប់រំដោយចាប់ផ្ដើមពីវិស័យប្រឡងបាក់ឌុបឆ្នាំ2014មកហើយលោកបានចេញនៅសុភាសិតមួយថាអ្នកចេះគឺជាប់បានលោកនាងកញ្ញាទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូននៅខ្ញុំបាទសេកបណ្ឌិតពីរដ្ឋធានី Washington សូមអញ្ជើញអស់លោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ពិស្ដារផ្សេងៗទៀតនៃកម្មវិធីផ្សាយរបស់យើងខ្ញុំនាពេលបន្តិចទៀតនេះបានលោកនាងកញ្ញាអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយកម្មវិធីរបស់យើងជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ពុស្ដារមួយចំនួនស្ដីអំពីបកកណ្ដាលអំណាចអនុម័តសំណើកែប្រែច្បាប់គណៈបកនយោបាយជាលើកទី2ទោះបកប្រឆាំងពហិការម្ដាយលោកបណ្ឌិតកែមលីរស់នៅបៀមទុកសោកខណៈម្ដាយជួបសម្លាប់រស់នៅដោយក្តីភិតភ័យហើយនៅចុងក្រោយគឺជាព័ត៌មានបញ្ចប់សូមអញ្ជើញលោកនាងស្ដាប់ការផ្សាយរបស់កម្មវិធីរបស់យើងខ្ញុំជាបន្តទៅទៀតដោយមេត្រីសេចក្តីរាយការណ៍ពិស្ដារបាទរដ្ឋសភាដែលមានតែបកកណ្ដាលអំណាចបានពិនិត្យនិងអនុម័តខ្លឹមសារថ្មីនៃច្បាប់ស្តីពីគណៈបកនយោបាយដែលមានបំណងហាមទាន់ដិតកុំឲ្យលូកលាន់ក្នុងកិច្ចការគណៈបកនយោបាយតទៅទៀតប្រកបដោយជោគជ័យទោះបីជាមានការរិះគន់និងគ្មានវត្តមានតំណាងរាស្ត្រពីខាងបកប្រឆាំងក្តីអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយយល់ថាច្បាប់នេះមិនបានលើកកម្ពស់ប្រជាធិបតេយ្យនោះទេរីឯគណៈបកប្រឆាំងទាមទារឲ្យបញ្ឈប់ការអនុម័តច្បាប់នេះជាបន្ទាន់ដើម្បីធានាការពារផលប្រយោជន៍ជាតិនិងការបង្រួបបង្រួមជាតិសូមស្ដាប់សេចក្តីរាយការណ៍របស់លោកថាកិត្យាសមាជិករដ្ឋសភាមកពីគណៈបកកណ្ដាលអំណាចឯកភាពអនុម័តទាំងស្រុងលើសំណើកែប្រែច្បាប់គណៈបកនយោបាយជាលើកទី2តាមការចង់បានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនគណៈបកប្រឆាំងធ្វើពហិការមិនចូលរួមប្រជុំការប្រជុំពិភាក្សានិងអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយនិងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយធ្វើឡើងនៅព្រឹកថ្ងៃទី10ខែកក្កដាក្នុងសម័យប្រជុំរដ្ឋសភាលើកទី8នីតិកាលទី5សមាជិកសភាបកកណ្ដាលអំណាចធ្វើដូចទម្លាប់ឲ្យតែគណៈបកនេះចង់អនុម័តច្បាប់អ្វីគឺសម្រេចដោយឯកបកដោយពុំខ្វល់ចំពោះការជំទាស់ពីដៃគូបកប្រឆាំងឡើយបើទោះបីជាអ្នកជំនាញខាងច្បាប់សម្ដែងពីក្តីកង្វល់អំពីផលប៉ះពាល់នៅពេលច្បាប់នោះចូលជាធរមានក្តី
ក្នុងកិច្ចប្រជុំនោះពុំមានវត្តមានរបស់លោកហ៊ុនសែននិងអ្នកស្រីម៉ែនសំអនទេក៏ប៉ុន្តែយ៉ាងណាក្តីតំណាងរាស្ត្របកកាន់អំណាចដែលមានកូនប្រុសរបស់លោកហ៊ុនសែនគឺលោកហ៊ុនម៉ាណីម្នាក់ផងនោះបានឡើងការពារថាច្បាប់នេះបានជួយជំរុញដំណើរការប្រជាធិបតេយ្យសេរីពហុបកនៅកម្ពុជាលោកហ៊ុនម៉ាណីលើកឡើងថាសេចក្តីស្នើច្បាប់ជាលើកទី2នេះនឹងជួយតម្រង់ទិសអ្នកនយោបាយខ្មែរឲ្យប្រកួតប្រជែងគ្នាដោយគិតពីផលប្រយោជន៍ជាតិនិងការពារសន្តិភាពដោយមិនបានសំដៅលើបុគ្គលឬអិសរាជជននយោបាយឬក៏គណៈបកនយោបាយណាមួយនោះទេលោកក៏ស្នើឲ្យអនុវត្តច្បាប់ដែលឪពុករបស់លោកបានស្នើធ្វើវិសោធនកម្មលើកទី2នេះឲ្យមានប្រសិទ្ធភាពដែរបើសិនជាមានការធ្វើខុសទៅលើអ្វីដែលមានចែងនៅក្នុងច្បាប់ហើយគឺខ្ញុំសូមឲ្យមានការអនុវត្តច្បាប់ទៅតាមអ្វីដែលមានការចាក់ចែងនៅក្នុងច្បាប់នេះដែលមានជាធំនេះដើម្បីការពារសុខសន្តិភាពការពារជាតិស្ថិរភាពការពារផលប្រយោជន៍ជាតិដើម្បីផ្ដោតអារម្មណ៍ផ្អែកទៅលើមូលដ្ឋានស្ថិរភាពនិងសុខសន្តិភាពខ្លឹមសារច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយដែលត្រូវបានសមាជិករដ្ឋសភាបកកណ្ដាលអំណាចអនុម័តនោះមានបន្ថែមមាត្រាមួយចំនួនក្នុងនោះក៏មាន3ចំណុចទៀតត្រង់មាត្រា6រួមមានទី1គ្រប់គណៈបកនយោបាយមិនត្រូវធ្វើសកម្មភាពប្រើប្រាស់សារជាសម្លេងរូបភាពឯកសារជាលិលាអក្សរឬសកម្មភាពរបស់ទុនដិតជាប់ទោសពីបទឧក្រិដ្ឋឬពីបទមជ្ឈិមដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណៈបករបស់ខ្លួនទី2មិនត្រូវយល់ព្រមដោយចំហឬខុបខិតជាមួយទុនដិតជាប់ទោសពីបទឧក្រិដ្ឋឬពីបទមជ្ឈិមឲ្យធ្វើសកម្មភាពណាមួយដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណៈបករបស់ខ្លួននិងទី3មិនត្រូវគ្រប់គ្រងឬរៀបចំផែនការឬខុបខិតជាមួយរាល់បុគ្គលដែលធ្វើសកម្មភាពក្នុងគោលបំណងប្រឆាំងនឹងផលប្រយោជន៍របស់ប្រជាជាតិកម្ពុជាដូចមានចែងពីចំណុចទី1ដល់ចំណុចទី5ខាងលើឡើយចំពោះទោសទណ្ឌដល់គណៈបកនយោបាយដែលបានប្រព្រឹត្តផ្ទុយអំពីច្បាប់នេះវិញគឺតុលាការអាចសម្រេចផ្អាកសកម្មភាពគណៈបកនយោបាយនោះមិនលើសពី5ឆ្នាំឬអាចរំលាយគណៈបកនោះចោលតែម្ដងដោយយោងតាមមាត្រា7នៃច្បាប់ស្តីពីគណៈបកនយោបាយបើទោះបីជាមានការកែប្រែនិងបន្ថែមមាត្រាមួយចំនួននេះរួចហើយក្តីក៏ប៉ុន្តែលោកហ៊ុនម៉ាណីក៏ថ្លែងដោយទំនងជាលោកចង់ឲ្យសភាបន្តកែប្រែឬបន្ថែមមាត្រាមួយចំនួនទៀតដើម្បីហាមកុំឲ្យអ្នកនយោបាយឬក៏គណៈបកនយោបាយយកមុខមាត់ប្រទេសជាតិទៅបង្អាប់បង្អោនដើម្បីទាញយកសន្លឹកឆ្នោតការលើកឡើងនេះបន្ទាប់ពីលោកថ្លែងរិះគន់បញ្ឆិតបញ្ឈៀងលើលោកសំរងស៊ីទាក់ទងនឹងការអំពាវនាវឲ្យសហគមន៍អឺរ៉ុបបញ្ឈប់ការនាំចូលផលិតផលពីកម្ពុជានិងការថ្លែងរិះគន់លើលោកកឹមសុខាដែលថាប្រទេសកម្ពុជាខ្វះបង្គន់អនាម័យប្រើប្រាស់ជាដើមក៏ប៉ុន្តែជាការសំណូមពរក្នុងលក្ខណៈជាយុវជនចំនួនក្រោយមួយរូបកុំយកមុខមាត់ប្រទេសជាតិដើម្បីការចំណេញសិលឹកឆ្នោតនោះវាមានអីផ្សេងច្រើនណាស់ដើម្បីប្រកួតប្រជែងដើម្បីសិលឹកឆ្នោតតែការបង្អាប់បង្កោននៅមុខមាត់របស់ប្រទេសជាតិដែលយើងខំប្រឹងប្រែងស្របពេលដែលសមាជិកសភាបកកណ្ដាលអំណាចប្រជុំសភានិងអនុម័តលើការកែប្រែច្បាប់ស្តីពីគណៈបកនយោបាយនោះក្រុមសមាជិកសភាមកពីគណៈបកសង្គ្រោះជាតិវិញបានចេញសេចក្តីថ្លែងការណ៍ភ្លាមនៅព្រឹកថ្ងៃទី10កក្កដាដោយប្រកាសមិនគាំទ្រចំពោះការអនុម័តនេះទេហើយទាមទារឲ្យបញ្ឈប់ការពិភាក្សានិងអនុម័តសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់នេះដើម្បីធានាការពារផលប្រយោជន៍ជាតិការបង្រួបបង្រួមជាតិផ្សះផ្សាជាតិនិងឯកភាពជាតិក្រុមសមាជិកសភាគណៈបកប្រឆាំងបញ្ជាក់ពីមូលហេតុដែលពហិការមិនចូលរួមអនុម័តច្បាប់នេះមាន2ចំណុចសំខាន់គឺទី1សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយនិងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយនេះមានចរិតនយោបាយគៀបសង្កត់ទៅលើសិទ្ធិបុគ្គលនិងគៀបសង្កត់មកលើគណៈបកនយោបាយក្នុងន័យកំចាត់ខ្មែរគ្នាឯងនិងគៀបសង្កត់គូប្រជែងនយោបាយតែប៉ុណ្ណោះទី2សេចក្តីស្នើច្បាប់នេះមិនស្របតាមគោលការណ៍នីតិរដ្ឋហើយផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យសេរីពហុបកដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី28ខែមិថុនាលោកហ៊ុនសែនបានស្នើដល់ក្រុមតំណាងរាស្ត្ររបស់លោកទាំងអស់នាំគ្នាពិនិត្យមើលច្បាប់ស្តីពីគណៈបកនយោបាយជាថ្មីម្ដងទៀតដើម្បីធ្វើវិសោធនកម្មច្បាប់នេះដោយកំណត់កុំឲ្យទុនដិតអាចលូកលាន់ក្នុងកិច្ចការគណៈបកនយោបាយតទៅទៀតថ្មីត្បិតតែលោកហ៊ុនសែនប្រកាសមិនចំឈ្មោះជាទុនដិតរូបណាក៏ប៉ុន្តែគេគ្រប់គ្នាដឹងថាសំណើរបស់លោកនាយករដ្ឋមន្ត្រីបែបនេះគឺសំដៅតែមួយគត់ទៅរកអតីតប្រធានគណៈបកសង្គ្រោះជាតិលោកសំរងស៊ីដែលកំពុងជាប់បណ្ដឹងជាច្រើននៅក្នុងតុលាការឆ្លើយតបនឹងការអនុម័តច្បាប់នេះដែរលោកសំរងស៊ីក៏បានបង្ហោះសារនៅលើទំព័រ Facebook របស់លោកដោយចំអកឲ្យលោកហ៊ុនសែនថាគួរឲ្យអស់សំណើចដែលលោកហ៊ុនសែនបញ្ជាអាមេអាថោងក្នុងរដ្ឋសភាទីងម៉ោងឲ្យបង្កើតច្បាប់មួយដែលសំដៅមកលើបុគ្គលតែម្នាក់ប៉ុណ្ណោះគឺរូបលោកតែម្ដងលោកសំរងស៊ីបន្តថាសាធារណមតិឃើញច្បាស់ហើយឥឡូវនេះថាលោកហ៊ុនសែនខ្លាចលោកណាស់ដោយសារតែលោកជាសត្រូវដ៏ជិតស្និទ្ធជាងគេរបស់គាត់ហើយគ្រាន់តែឈ្មោះរូបថតសម្លេងស្រមោលឬអ្វីដែលរំលឹកពីវត្តមានរបស់លោកនោះធ្វើឲ្យលោកហ៊ុនសែនដេកមិនលក់ដែរក្រៅពីបកប្រឆាំងនោះ
ការធ្វើវិសោធនកម្មច្បាប់នេះក៏ត្រូវបានមជ្ឈដ្ឋានទូតរិះគន់ជាបន្តបន្ទាប់ដែរព្រោះថាការអនុម័តច្បាប់ដែលចែងបែបនេះផ្ទុយពីរដ្ឋធម្មនុញ្ញនិងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយអ្នកជំនាញវិទ្យាសាស្ត្រនយោបាយលោកបណ្ឌិតច័ន្ទវិបុលលើកឡើងថាអ្នកធ្វើវិសោធនកម្មច្បាប់នេះគឺកំពុងតែបង្ហាញពីភាពភ័យខ្លាចក្នុងការប្រកួតប្រជែងគ្នាតាមបែបប្រជាធិបតេយ្យក៏ប៉ុន្តែលោកថាវានឹងផ្ដល់ព័ត៌មានកាន់តែច្បាស់ដល់ពលរដ្ឋដើម្បីធ្វើសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវជ្រើសរើសមេដឹកនាំដែលល្អជួយពង្រីកប្រជាធិបតេយ្យអភិបាលកិច្ចល្អនិងការគោរពសិទ្ធិមនុស្សខ្ញុំមើលឃើញ3ចំណុចចំណុចទី1តម្លៃរបស់រដ្ឋសភាកំពុងតែបានធ្លាក់ចុះយ៉ាងធ្ងន់ហើយចំណុចទី2ទៀតលក្ខណៈច្បាប់កំពុងតែបង្ហាញពីការភ័យខ្លាចអំពីការប្រកួតប្រជែងប្រជាធិបតេយ្យចំណុច3ទៀតគឺបានធ្វើឲ្យស្មារតីនៃរដ្ឋធម្មនុញ្ញច្បាប់ជាតិអន្តរជាតិមួយចំនួនដែលតាក់ទងនឹងការផ្ដល់សេរីភាពដល់ការបញ្ចេញមតិការរួមចំណែកនៅក្នុងបញ្ហានយោបាយក៏បានប៉ះទង្គិចហើយពីព្រោះថាប្រសិនបើយើងនិយាយអំពីទណ្ឌិតវាមានស្ថានភាពផ្សេងៗគ្នាសូម្បីជាទណ្ឌិតក៏ដោយក៏គេមានឱកាសក្នុងការលើកឡើងនូវគំនិតយោបល់របស់គេដែរកាលពីថ្ងៃទី20ខែកុម្ភៈកន្លងទៅនេះតំណាងរាជគណៈបកប្រជាជនកម្ពុជាធ្លាប់នាំគ្នាអនុម័តវិសោធនកម្មច្បាប់ស្តីពីគណៈបកនយោបាយទាំងប្រញាប់ប្រញាល់នេះម្ដងរួចទៅហើយដើម្បីរារាំងលោកសំរងស៊ីមិនអាចធ្វើជាប្រធានគណៈបកសង្គ្រោះជាតិបានដោយសារតែលោកជាទណ្ឌិតទោះបីជាច្បាប់នេះរងការរិះគន់ពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិយ៉ាងណាក្តីលោកបណ្ឌិតច័ន្ទវិបុលបញ្យល់ថាតាមគោលការណ៍ប្រជាធិបតេយ្យគឺបង្កើតច្បាប់ទាំងឡាយណាដែលផ្ដល់សេរីភាពពេញលេញដល់រូបវ័ន្តបុគ្គលនិងនីតិបុគ្គលដើម្បីរួមចំណែកក្នុងការផ្ដល់គំនិតយោបល់និងរួមចំណែកយ៉ាងពេញលេញក្នុងវិស័យនយោបាយសង្គមនិងសេដ្ឋកិច្ចក៏ប៉ុន្តែប្រសិនបើស្មារតីនៃច្បាប់ទាំងឡាយណាដែលបញ្ច្រាស់អំពីគោលទេសនៈនេះគឺមិនបានជួយលើកស្ទួយប្រជាធិបតេយ្យដោយអ្វីដែលតំណាងរាស្ត្រគណៈបកកណ្ដាលអំណាចអះអាងឡើយខ្ញុំថាកិត្យាអាស៊ីសេរីភ្នំពេញបាទលោកនាងជាទីមេត្រីអស់រយៈពេល1ឆ្នាំទៅហើយដែលអ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គមនិងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាពគឺលោកបណ្ឌិតកែមលីត្រូវបានឃាតករបាញ់សម្លាប់នៅក្នុងហាងកាហ្វេនៃ Starmat Caltex Tobacco រាជធានីភ្នំពេញអំពើឃាតកម្មដ៏កក្រើកមួយនេះបានជះឥទ្ធិពលអវិជ្ជមានជាច្រើនដល់ម្ដាយរបស់លោកបណ្ឌិតកែមលីនិងម្ដាយរបស់អឿតអាងហៅជួបសម្លាប់ដែលត្រូវបានតុលាការសម្រេចថាជាឃាតករនិងកាត់ឲ្យជាប់ទោសអស់មួយជីវិតតើជីវិតរស់នៅរបស់ម្ដាយបណ្ឌិតកែមលីនិងម្ដាយជួបសម្លាប់មានការប្រែប្រួលយ៉ាងដូចម្ដេចខ្លះនៅក្នុងរយៈពេល1ឆ្នាំមកនេះលោកយ៉ងច័ន្ទរារាយការណ៍អំពីរឿងនេះឃាតកម្មទៅលើលោកបណ្ឌិតកែមលីបាននាំមកនូវទុក្ខសោកជាពន់ពេកដល់លោកស្រីភុកសេដែលត្រូវជាម្ដាយរបស់លោកបណ្ឌិតដូនចាស់ដែលមានវ័យ78វស្សាទៅហើយនោះបែរជាត្រូវរស់នៅជាមួយក្តីទុក្ខសោកសៅក្នុងចិត្តឥតល្ហែដោយសារតែបាត់បង់កូនប្រុសប្រកបដោយកតញ្ញូតាធម៌ម្នាក់ដែលត្រូវបានប្រជាពលរដ្ឋខ្មែរជាទូទៅគោរពស្រឡាញ់និងចាត់ទុកថាជាវីរបុរសជាតិបច្ចុប្បន្ននេះមានការងារសំខាន់3យ៉ាងដែលអ្នកម្ដាយរបស់លោកបណ្ឌិតតែងតែធ្វើជារៀងរាល់ថ្ងៃទី1គឺមើលការខុសត្រូវផ្ទះសម្បែងច្បារដំណាំនិងកូនឈើក្នុងបរិវេណគេហដ្ឋានបណ្ឌិតកែមលីដែលស្ថិតនៅក្នុងភូមិអង្គតកប់ឃុំលាយបូស្រុកក្រាមកក់ខេត្តតាកែវកិច្ចការងារសំខាន់ទី2គឺការថែទាំភ្នូរនិងរូបសំណាករបស់បណ្ឌិតកែមលីហើយនឹងរឿងទី3គឺអង្គុយសំណេះសំណាលជាមួយអ្នកស្រុកជិតឆ្ងាយដែលចូលមកគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតដើរឃើញរូបផ្ទាល់នេះបានចង់មកមើលហ្នឹងហើយនៅតែម៉ាន់ខ្ញុំនៅកោះធំអូកោះធំនឹងតាមកនិយាយពីរឿងសុខទុក្ខវិញសុខភាពផ្លូវកាយរបស់ម្ដាយបណ្ឌិតកែមលីនៅដូចធម្មតាទេជំងឺឈឺក្បាលជង្គង់ជាង20ឆ្នាំនៅតែធ្វើទុកជាប្រចាំដែលតម្រូវឲ្យលោកស្រីត្រូវពិសាថ្នាំជាប់ជានិច្ចដើម្បីកាត់បន្ថយការឈឺចាប់
ក៏ប៉ុន្តែខុសពីមនុស្សវ័យចំណាស់ភាគច្រើនដែលមានជំងឺពិបាកព្យាបាលដូចជាជំងឺបេះដូងជំងឺលើសឈាមឬទឹកនោមផ្អែមជាដើមនោះម្ដាយរបស់បណ្ឌិតកែមលីមិនមានការជំងឺទាំងនេះឡើយហើយលោកស្រីនៅអាចជិះកង់ទៅកន្លែងជិតឆ្ងាយបានដោយខ្លួនឯងថែមទៀតផងដោយសារតែមិនមានជំងឺដំកាត់អ្វីធំដុំលោកស្រីអាចអង្គុយជំរះស្មៅបោះជូតនិងមើលថែទាំទ្រព្យរបស់និងទីបញ្ចុះសពរបស់បណ្ឌិតកែមលីក៏ប៉ុន្តែបើនិយាយពីរឿងសុខភាពផ្លូវចិត្តវិញគឺខុសគ្នាដាច់ស្រឡះតែម្ដងក្រោយហេតុការណ៍ឃាតកម្មនោះមកលោកស្រីពិសាបាយក៏មិនបានសម្រានក៏មិនលក់ព្រោះតែអាណិតអាសូរដល់កូនប្រុសដែលត្រូវឃាតករឆក់យកជីវិតទាំងកណ្ដាលថ្ងៃចោលប្រពន្ធនិងកូនពីមុនមកអត់ទេអីក៏ហូបបានអីក៏ហូបបានតាំងពីកូនស្លាប់មកហូបអត់បានសម្រានក៏អត់លក់ដែរពីប្រលប់ទៅម៉ោង10មកដល់10ពី10អីមិនលក់ឲ្យម៉ោង4ត្រូវញាក់ទៀតដែរអត់ដែលលក់បានទៅភ្លឺហើយពីប្រលប់ទៅចឹងវាអត់លក់ទេលោកស្រីនឹកបណ្ឌិតកែមលីណាស់នឹកឃើញពេលរូបគាត់នាំប្រពន្ធនិងកូនមកលេងស្រុកកំណើតសួរសុខទុក្ខលោកស្រីដែលជាម្ដាយក៏ប៉ុន្តែនៅពេលនេះក្រុមគ្រួសារដែលធ្លាប់តែមានសុភមង្គលមួយនេះបែរជាត្រូវជួបក្តីនិរាសព្រាត់ប្រាសគ្នាទៅវិញលោកស្រីមានបំណងប្រាថ្នាតែមួយគត់គឺចង់ជួបបណ្ឌិតកែមលីក្នុងក្តីសុបិនដើម្បីសួរសុខទុក្ខកូនប្រុសក៏ប៉ុន្តែអ្វីមិនដូចជាការគិតនោះទេព្រោះមួយឆ្នាំកន្លងទៅនេះលោកស្រីមិនដែលយល់សប្តិឃើញកូនប្រុសសោះសូម្បីតែម្ដងកម្មភាពវាឆ្លូតមិនដែលចេះកង់ម៉ែគាត់អាសាមកផ្ទះជូនលុយជូនកាក់ចាមកជូនលុយជូនកាក់យើងផ្អាកនិយាយពីម្ដាយរបស់បណ្ឌិតកែមលីសិនហើយងាកទៅម្ដាយរបស់ជួបសម្លាប់វិញថាតើជីវិតរបស់គាត់ដូចម្ដេចទៅហើយអឿតអាងហៅជួបសម្លាប់មានម្ដាយឈ្មោះឯកតាប់អាយុ65ឆ្នាំដែលរស់នៅក្នុងភូមិទន្លេសឃុំនគរភាសស្រុកអង្គរជុំខេត្តសៀមរាបមុនពេលឃាតកម្មលើបណ្ឌិតកែមលីលោកស្រីឯកតាប់បានរស់នៅក្នុងភូមិទន្លេសហើយគឺជាអ្នកកាន់សិល8និងតែងតែទៅវត្តជាប្រចាំក៏ប៉ុន្តែក្រោយផ្ទុះហេតុការណ៍សម្លាប់បណ្ឌិតកែមលីដែលកូនប្រុសរបស់គាត់ត្រូវជាប់ចោទនិងត្រូវកាត់ទោសថាជាឃាតករនោះលោកស្រីត្រូវរស់នៅចល័តពីកន្លែងមួយទៅកន្លែងមួយម្ដងនៅភូមិទន្លេសម្ដងនៅផ្ទះកូននៅឯជ័យក្រុងសៀមរាបលោកស្រីឯកតាប់បញ្ជាក់ថាគ្មាននរណាម្នាក់មកគំរាមកំហែងឲ្យលោកស្រីធ្វើបែបនេះឡើយតែលោកស្រីខ្លួនឯងបារម្ភពីបញ្ហាសុវត្ថិភាពលោកស្រីបន្តថាលោកស្រីមានអារម្មណ៍ក្តុកក្តួលជាខ្លាំងនៅពេលដែលដឹងថាកូនប្រុសរបស់គាត់គឺអឿតអាងត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតនោះខ្ញុំហូបបាយកំឆ្ងាញ់ដេកកំលក់ទៅកូនមិនដឹងពីកូនដែលទៅយូរដល់មិនដឹងពីកូនជាប់នោះស្លាប់ក៏កូនរស់ទេឬមួយម្ដាយស្លាប់មុនកូនស្លាប់ក្រោយក៏មិនដឹងទេណាប៉ុន្តែអារម្មណ៍ខ្ញុំមិនមានក្តុកក្តួលក្នុងចិត្តគិតឃើញថាខ្ញុំស្រាប់ថ្ងៃហូបបាយមិនឆ្ងាញ់ទេកូននេះថាដាក់ទុកមកជីវិតមកឯងដែលបានទៅជួបកូននៅភ្នំពេញទេកូនឯងមានប្រាក់មករៀលក្នុងទៅទេមិនឯងបានទៅទេបើម៉ែដេញណាម៉ែមិនអោយកូនឈានទៅទេផ្លូវនេះគឺថាធ្លាក់ឃុំហើយកូនមកតាមម៉ែមករស់ស៊ីខែមួយខែតា20000នេះក៏បានរស់ហើយកូនមិនបាក់ទៅរស់អាចេះទេបើសិនតែម៉ែឃើញម៉ែដេញណាម៉ែមិនអោយកូនដើរផ្លូវខុសទេកូនម៉ែប្រាប់ឲ្យសងទោះបីជាមានការព្រួយបារម្ភពីសុខទុក្ខរបស់កូននៅក្នុងពន្ធនាគារយ៉ាងណាក្តីក៏លោកស្រីឯកតាប់អះអាងថាលោកស្រីមិនចង់ទៅមើលកូនរបស់ខ្លួននៅពន្ធនាគារឡើយដោយសារលោកស្រីមានភាពអាម៉ាស់ខ្លាំងដោយសារតែកូនប្រុសជាប់ឈ្មោះថាជាឃាតករលោកស្រីក៏សម្ដែងក្តីសោកស្ដាយដូចគ្នាចំពោះការបាត់បង់បណ្ឌិតកែមលីជីវិតរបស់ខ្ញុំសោកស្ដាយពីដែលខេមឡៃស្លាប់ទៅជីវិតរបស់ខ្ញុំឃើញខ្ញុំគិតដូចថានេះខេមឡៃនេះកូនណាគិតវែកញែកចុះឡើងខ្ញុំស្ដាយដែលលោកខេមឡៃនោះនឹងកូនអីតែកូនសម្លាប់គីឬមួយយ៉ាងណាខ្ញុំមិនចង់អស់ចិត្តអាក្រក់នេះណាបើថាកូនសម្លាប់គីក៏កូនមានកម្មពីវិរិយតទៅមុខណាបើទោះបីជាអឿតអាងត្រូវបានតុលាការក្រុងភ្នំពេញរកឃើញថាជាឃាតករក៏ដោយក៏ម្ដាយរបស់បណ្ឌិតកែមលីគឺលោកស្រីភោគសេមិនមានអារម្មណ៍ខឹងស្អប់ឬគុំគួននឹងលោកស្រីឯកតាប់ដែលជាម្ដាយរបស់ទណ្ឌិតរូបនោះទេព្រោះលោកស្រីយល់ឃើញថាលោកស្រីឯកតាប់ទំនងជាមិនបានដឹងរឿងអ្វីទាក់ទងនឹងរឿងឃាតកម្មនេះទេ
លើពីនេះទៅទៀតលោកស្រីនៅតែមិនជឿថាដើមហេតុនៃអំពើឃាតកម្មនេះគឺជារឿងលុយ$3,000ដែលកូនប្រុសរបស់លោកស្រីជំពាក់អឿតអាងនោះទេលោកស្រីបន្តថាសាលក្រមសាលាដំបងរាជធានីភ្នំពេញគឺជារឿងដែលមិនអាចទទួលយកបានម្ដាយរបស់បណ្ឌិតកែមលីមិនមែននឹកគិតតែកូនម្នាក់ប៉ុណ្ណោះទេក៏ប៉ុន្តែក៏ខ្វាយខ្វល់ពីចៅរបស់គាត់ដែរដែលត្រូវកំព្រាឪពុកតាំងពីក្មេងម្ដាយរបស់លោកបណ្ឌិតថ្លែងថាគាត់មិនប្រកាសទេថាតើនឹងអាចបានជួបមុខចៅម្ដងទៀតដែរឬមួយក៏យ៉ាងណាពីព្រោះពួកគេកំពុងរស់នៅឆ្ងាយពីលោកស្រីដើម្បីស្វែងរកសិទ្ធិជ្រកកោននយោបាយនៅក្រៅប្រទេសមិនឡងទៅក៏ទៅបានហើយចេះនេះទៅប្រាប់ថាឲ្យតែសុខទៅបាយទៅឲ្យតែចៅបានសុខណាខាងទឹកចិត្តជាដូនម្នាក់នៅពេលដែលឃើញចៅត្រូវព្រាត់ប្រាសឪពុកហើយត្រូវទៅនៅឆ្ងាយត្រូវទៅសក់កម្រអីចឹងមានអារម្មណ៍ហ្នឹងមានអារម្មណ៍អាណិតសូរគប់មុខអាណិតសូរចៅវាទៅឆ្ងាយខ្ញុំយ៉ងច័ន្ទតារាអាស៊ីសេរីរាយការណ៍ពីរាជធានីភ្នំពេញបាទនាយកព័ត៌មានវិទ្យុអាស៊ីសេរីគោរពវិជាជីវៈខ្ជាប់ខ្ជួនប្រសិនបើលោកអ្នកនាងសង្ស័យទៅលើជនណាម្នាក់ដែលអះអាងថាអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីលោកអ្នកនាងអាចសូមពិនិត្យមើលប័ណ្ណសម្គាល់ខ្លួនរបស់គាត់ដែលផ្ដល់ជូនដោយវិទ្យុអាស៊ីសេរីឬទូរស័ព្ទមកកាន់លេខ012 811 911និងលេខ011 611 711ដើម្បីបញ្ជាក់បន្ថែមសូមអរគុណជាបន្តទៅទៀតនេះខ្ញុំបាទសេកបណ្ឌិតសូមជូនព័ត៌មានបញ្ចប់សមាជិកសភាសហព័ន្ធរបស់អាមេរិកសន្យាថានឹងជំរុញឲ្យរដ្ឋសភាអាមេរិកស្វែងរកការដោះលែងអ្នកទោសនយោបាយនៅកម្ពុជាឲ្យមានសេរីភាពឡើងវិញខណៈចំនួនអ្នកទោសនយោបាយនៅកម្ពុជាមានការកើនឡើងច្រើនចាប់តាំងពីឆ្នាំ2015មកអង្គការសិទ្ធិមនុស្សអន្តរជាតិមួយឈ្មោះ Human Rights Watch អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាលុបចោលបទបញ្ជាឲ្យបញ្ឈប់ក្រុមការងាររបស់អង្គការសង្គមស៊ីវិលដែលឃ្លាំមើលដំណើរការបោះឆ្នោតដែលគេស្គាល់ថាបន្ទប់ស្ថានភាព Human Rights Watch បានហៅបទបញ្ជាឲ្យបិទបន្ទប់ស្ថានភាពនោះថាជាការគំរាមកំហែងដល់សង្គមស៊ីវិលនិងការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ក្រសួងមហាផ្ទៃបញ្ជាក់ចំហថាខ្លួននឹងមិនសាររើបទបញ្ជានេះឡើងវិញឡើយពិធីបុណ្យខួបគម្រប់1ឆ្នាំនៃការស្លាប់លោកបណ្ឌិតកែមលីបានបិទបញ្ចប់ហើយកាលពីថ្ងៃច័ន្ទម្សិលមិញនៅឯស្រុកកំណើតនៅក្នុងស្រុកត្រាមកក់ខេត្តតាកែវប្រជាពលរដ្ឋព្រះសង្ឃនិងអ្នកនយោបាយនៅតែមានភាពសោកសង្វេគនិងមិនទាន់រំសាយចិត្តនៅឡើយបើទោះបីជាលោកបណ្ឌិតបានស្លាប់អស់រយៈពេល1ឆ្នាំមកហើយក្តីចំណែកនៅភ្នំពេញនៅវិញអ្នកស្រឡាញ់ចូលចិត្តបណ្ឌិតកែមលីក៏បាននាំគ្នារៀបចំពិធីរំលឹកខួបគម្រប់1ឆ្នាំនៃមរណភាពរបស់លោកកាលពីថ្ងៃទី10ខែកក្កដាការរៀបចំរំលឹកខួបនេះគឺដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធលោកបណ្ឌិតដែលបានស្លាប់ដោយសារការបាញ់ប្រហារនៅហាងសាំងកាល់តិចជិតស្តុបបូកូកាលពីថ្ងៃទី10ខែកក្កដាឆ្នាំ2016លោកនាងជាទីមេត្រីកម្មវិធីផ្សាយរយៈពេល1ម៉ោងរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរនៅពេលនេះចាប់ត្រឹមតែប៉ុណ្ណេះយើងខ្ញុំសូមគោរពជូនពរដល់អស់លោកនាងព្រមទាំងក្រុមគ្រួសារទាំងអស់ឲ្យជួបប្រកបតែនឹងសេចក្តីសុខចម្រើនរុងរឿងកុំបីឃ្លៀងឃ្លាតឡើយខ្ញុំបាទតាំងសារដាខ្ញុំបាទសេកបណ្ឌិតព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអាស៊ីសេរីសូមអរគុណនិងសូមជម្រាបលាបាទសូមជម្រាបលា